ជីវប្រវត្តិចាព្រះករុណាព្រះមហាក្សត្រព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់ប្រសូតសម្ភពចានៅថ្ងៃទី14ខែឧសភាឆ្នាំ1953នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្តមសីហនុនិងព្រះមេដាព្រះនាមនរោត្តមមុនីនាថសីហនុព្រះអនុជព្រះអង្គព្រះនាមនរោត្តមនរិន្ទ្រពង្សសោយទីវង្គតព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្នដោយបន្តរាជសម្បត្តិពីព្រះរាជបិតាអំឡុងរដ្ឋប្រហារឆ្នាំ1970ដោយលោកសេនាប្រមុខលន់នល់ព្រះអង្គស្ដេចគង់នៅប្រទេសជេកូស្លូវ៉ាគីនៅក្នុងឆ្នាំ1975ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាក់និងបានចាប់ផ្ដើមការសិក្សាទាក់ទងទៅនឹងវិស័យភាពយន្តនៅប្រទេសកូរ៉េខាងជើងនៅក្នុងឆ្នាំ1977ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញភ្លាមនោះខ្មែរក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងរាជានិយមនិងបានឃុំព្រះអង្គនៅក្នុងព្រះបរមរាជវាំងជាមួយព្រះរាជវង្សានុវង្សដទៃទៀតរហូតដល់ឆ្នាំ1979ក្រោមការអន្តរាគមន៍ពីសំណាក់បរទេសខណៈដែលប្រទេសកម្ពុជាត្រូវបានប្រទេសវៀតណាមវាយរំដោះផងនោះនៅឆ្នាំ1981ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីសដើម្បីបង្ហាត់បង្រៀនរបាំបាឡេនិងបានទទួលព្រះតួនាទីជាព្រះប្រធានសមាគមរបាំខ្មែរព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត20ឆ្នាំប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាក់ជារឿយៗជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើននៅក្នុងព្រះជន្មក្មេងវស្សាព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ដែលចេះភាសាឆែកនៅក្នុងឆ្នាំ1993ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការ UNESCO ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសប្រទេសបារាំងជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញនិងភក្ដីភាពចំពោះវប្បធម៌កម្ពុជាព្រះអង្គធ្លាប់បានបដិសេធចំពោះការតែងតាំងព្រះអង្គជាឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំប្រទេសបារាំងនៅថ្ងៃទី14ខែតុលាឆ្នាំ2004ព្រះអង្គត្រូវជ្រើសរើសដោយសមាជិកទាំង9នៃក្រុមប្រឹក្សារាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័សនិងសមស្របក្រោយពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនៃការដាក់រាជ្យរបស់សម្ដេចព្រះនរោត្តមសីហនុការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់សម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែននិងសម្ដេចក្រមព្រះនរោត្តមរណរដ្ឋព្រះប្រធានរដ្ឋសភាដែលជាព្រះរាមម្ដាយទីនៃម្ដាយទីតីនៃព្រះមហាក្សត្រថ្មីដែលអិសរាជជនទាំងពីរសុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិសម្ដេចព្រះបរមនាថនរោត្តមសីហមុនីទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រទី29ខែតុលាឆ្នាំ2004ចំពោះការសិក្សាពីឆ្នាំ1959ដល់1962ព្រះអង្គបានចូលសិក្សានៅសាលាបឋមសិក្សានរោត្តមវិទ្យាល័យដេកាតនៅរាជធានីភ្នំពេញបន្ទាប់មកព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅសិក្សានៅទីក្រុងប្រាក់ប្រទេសជេកូស្លូវ៉ាគីនាឆ្នាំ1962នៅទីនោះព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សាវិទ្យាល័យនិងសាលាដកតន្ត្រីដែលទ្រង់បានសិក្សាផ្នែកតន្ត្រីនិងរបាំបុរាណរហូតដល់ឆ្នាំ1975ព្រះអង្គ